បងវរៈកងតបទាំងអស់គ្នាសូមឲ្យទទួលបានសុវត្ថិភាពសុខភាពល្អហើយជាពិសេសបងខ្វះខាតអីតម្រូវការអីបងប្អូនអាចខមមិននៅខាងក្រោមបានតម្រូវការជាអីព្រោះហ្នឹងនេះបុកក៏មានអីក៏មានខ្ញុំសង្ឃឹមថាប្រទេសយើងនឹងមានទទួលបានសុខសន្តិភាពឆាប់ៗនេះហើយបងប្អូនចង់ខ្ញុំដាក់ទៅខាងណាបងប្អូនអាច share ទៅកាន់បងប្អូនអ្នកដែលគាត់ត្រូវការបានចាបងប្អូនអើយមិនដឹងថាជាឡានទីប្រមាណដែររាប់លេខអស់ហើយពីព្រោះដោយសារតែមួយថ្ងៃនេះគឺយើងមិនមានខ្លាំងមែនតើខ្ញុំសង្កត់មានបៃអនឡាញនៅការរៀបចំស្បៀងទៅកាន់បងប្អូនជនភៀសសឹកហើយនឹងជួមុខហើយឥឡូវនេះគឺខ្ញុំដាក់ថែមឡានទៅទៀតហើយឡានទី9ទី10ហើយយើងដាក់ទៅនេះគឺមានគ្រប់បុកមានទឹកត្រីមានមីមានអង្ករមានបុកមានបាយក្តាំងមានទាំងភួយមានទាំងមុងមានទាំងរបស់សម្ភារៈប្រើប្រាស់ហើយមានដូចជាសាប៊ូកក់សក់យើងហ្វីលីកនេះក៏ខ្ញុំដាក់ទៅដែរខ្ញុំសង្ឃឹមថាប្រទេសយើងនឹងមានទទួលបានសុខសន្តិភាពឆាប់ៗនេះហើយបងប្អូនចង់ខ្ញុំដាក់ទៅខាងណាបងប្អូនអាចខមមិនខាងក្រោមបានណានឹង share ទៅកាន់បងប្អូនអ្នកដែលគាត់ត្រូវការបានពីព្រោះពេលខ្ញុំដាក់ទៅនេះខ្ញុំដាក់ទៅកាន់ឡានធំខ្ញុំដឹកទៅឡានធំបន្ទាប់មកខ្ញុំដាក់ទៅទាំងអស់មួយគ្នាហ្មងចឹងខ្ញុំដឹកទៅម្ដងឡានព្រោះដោយសារផ្លូវខ្ញុំក៏ឲ្យពិបាកជិះមកស្ទះគេស្ទះឯងបាត់ផ្លូវចឹងណាហើយសំខាន់គឺអាវ៉ាន់របស់យើងគឺអ្នកទាំងអស់គ្នាគឺនៅមានស្អែកបន្តទៀតពីព្រោះខ្ញុំកំងមកច្រើនមែនតើសម្រាប់បងប្អូនជនភៀសសឹកយើងហើយវិរៈកងទ័ពព្រោះដោយសារតែកន្លែងវិរៈកងទ័ពគឺខ្ញុំអត់បានទៅដល់ផ្ទាល់ទេកន្លែងខ្លះយើងអាចទៅដល់ផ្ទាល់កន្លែងខ្លះបានទៅផ្ទាល់ទេហើយក្នុងការទៅដល់កន្លែងមួយចំនួនក៏យើងអាចថតបានដែរអធិស្ឋានបងប្អូនមែនតើបងប្អូនដឹងស្រាប់ណាថាក្នុងការដែលយើងថតគឺយើងអាចបង្កគ្រោះថ្នាក់ទៅដល់បងប្អូនជនភៀសសឹកហើយនឹងទៅដល់វិរៈកងទ័ពរបស់យើងអញ្ចឹងពេលយើងចុះទៅដល់គឺយើងអត់បានថតទេសូម្បីតែអូនភូអីគឺថាមកផ្ទះទៅមកជួយលើកអស់ហើយយើងដាក់ទៅម្លាននេះហើយឯងនៅពី3ឡានទៀតព្រោះអីមិនទាន់អស់ទេព្រោះដោយសារតែខ្លះខ្ញុំបាយទៅកាន់មិត្តភ័ក្ដិខ្ញុំទៅកាន់បងដែលគាត់ទៅមុនហើយឡានខ្លះទៀតខ្ញុំទុកសម្រាប់ទៅដល់ផ្ទាល់ខ្លួនឯងជាដើមព្រោះដោយសារតែឥឡូវហ្នឹងគឺយើងអត់អាចថតអ្នកទាំងនេះដឹងស្រាប់ថាយើងអាចថតទីតាំងដែលយើងចុះទៅជួយបានទេទាំងកងទ័ពទាំងជនភៀសសឹកដើម្បីជាសុវត្ថិភាពរបស់ពួកគាត់ទាំងអស់គ្នាខ្ញុំសប្បាយចិត្តខ្លាំងមែនតើដែលឃើញឥឡូវនេះបងប្អូនជនភៀសសឹករបស់យើងគឺគាត់សង្ឃថាគ្រប់កន្លែងឥឡូវនេះឃើញថាពួកគាត់បានញ៉ាំមានអីញ៉ាំគ្រប់គ្រាន់មានកន្លែងគេងដូចថាអត់វាអត់ដូចកាពេដំបងពេកក៏គ្រាន់ជាងមុនដែរគ្រាន់តែថាកន្លែងនៅកន្លែងដែលខ្វះខាតគឺពួកយើងនៅតែព្យាយាមទៅរកព្យាយាមរកអញ្ចឹងគឺពួកយើងធ្វើម៉េចឲ្យបានទៅដល់បានទាំងអស់គ្នាអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនដូចថាចង់ចូលរួមបងប្អូនអាចចូលរួមបានមានមនុស្សជាច្រើនដែលគាត់កំពុងទទួលព្រោះខ្ញុំទៅតែឯងតែខ្ញុំអត់បានទទួលបងប្អូនទេអធិស្ឋានពួកអាវ៉ាន់ខ្ញុំដាក់ទៅផ្ទាល់ខ្លួនឯងខ្លះហើយអាវ៉ាន់ខ្លះក៏ខ្ញុំដាក់ទៅតាមមិត្តភ័ក្ដិខ្ញុំបងខ្ញុំដែរអញ្ចឹងគឺបាទខ្ញុំអត់ទទួលបងប្អូនមិនថាជាថាវិកម្មមិនថាជាស្បៀងអីបងប្អូនអាចយកទៅដាក់ទៅកាន់ដូចជាអ៊ីតម៉ាដូចជាសៃនីវិសាឬក៏ម៉ាអេលីឬក៏ NG ឬក៏បងដាណាឬក៏ម្ចាស់ brand ផ្សេងទៀតបង Collatin ឬក៏អ្នកណាគេទៀតដែលគាត់កំពុងតែទទួលអ្នកទាំងនេះដូចនៅ Eat More ហ្នឹងគឺច្រើនណាស់គេទទួលច្រើនមែនទែនបងប្អូនអាចទៅយកទៅដាក់នឹងបានព្រោះខ្ញុំជូនដាក់ទៅសង្ឃថាឆ្លាស់កន្លែងអញ្ចឹងហើយកន្លែងខ្លះគឺយើងទៅដាក់ទៅដល់ផ្ទាល់ហើយសូមជូនពរឲ្យបងប្អូនជនភៀសសឹកទាំងអស់គ្នាឆាប់បានទទួលសន្តិភាពហើយត្រឡប់ទៅផ្ទះវិញណាហើយក៏ជូនពរដល់បងវិរៈកងទ័ពទាំងអស់គ្នាសូមឲ្យទទួលបានសុវត្ថិភាពសុខភាពល្អហើយជាពិសេសបងខ្វះខាតអីតម្រូវការអីបងប្អូនអាចខមមិននៅខាងក្រោមបានតម្រូវការជាអីព្រោះហ្នឹងនេះបុកក៏មានអីក៏មានយើងដាក់បុកខ្ញុំដាក់ទៅជាមួយមិត្តភ័ក្ដិខ្ញុំមកគាត់លេងអ្នកខ្លះគាត់ធ្វើបុកធ្វើអីគាត់ធ្វើគឺត្រៀមហើយជាស្រាត់មកមានឆៃពៅមានរបស់របរជាច្រើនទៀតហើយរបស់ប្រើប្រាស់វិញក៏យើងដាក់ទៅច្រើនដែរអញ្ចឹងបើបងប្អូនគិតថានៅទីណាទៅត្រូវការបងប្អូនអាច share ទៅប្រាប់គាត់បានហើយនឹងខមមិនខាងក្រោមបានបងវិរៈកងទ័ពដូចគ្នាបើកំពុងតែត្រូវការអីគេគឺអាចខមមិនបានដូចថាចាំបាច់តែតម្រូវការអីគេព្រោះពេលខ្លះពួកខ្ញុំក៏អត់ដឹងថាតម្រូវការបងប្អូនទាំងអស់គ្នាថាពេលខ្លះចាំបាច់អីគេដែរចាអរគុណបងប្អូនទាំងអស់គ្នា